សូមកុំឲ្យក្តីស្រឡាញ់คล้ายទៅជាការនាំជំងឺដល់លោកយាយលោកតាដោយមិនដឹងខ្លួនលោកអ្នកដឹងទេមនុស្សចាស់មិនមែនគ្រាន់តែជាកូនក្មេងហើយទើបតែធំឡើងវិញនោះទេប៉ុន្តែគាត់គឺជាបុគ្គលដែលមានគេហៅថារបាំងការពារចុកខ្សោយឬក៏សឹករិចរើទៅហើយដូច្នេះការធ្វើអនាម័យដែលយើងផ្ដល់ឲ្យគាត់មិនមែនគ្រាន់តែជាភាពស្អាតបាតប៉ុណ្ណោះទេប៉ុន្តែវាគឺជាអាយុជីវិតរបស់គាត់តែម្ដងក្នុងការដែលយើងថែទាំសុខភាពរបស់គាត់នៅពេលដែលមនុស្សកាន់តែចាស់ប្រព័ន្ធកោសិកាការពាររាងកាយរបស់ពួកគាត់ដូចជាគ្រាប់ឈាមសជាដើមมันអាចធ្វើការបានរហ័សរហួនដូចមនុស្សដូចពេលមុនឡើយការឆ្លើយតបយឺតពេលមេរោគចូលមកក្នុងរាងកាយរបស់ពួកគាត់គឺត្រូវការពេលវេលាយូរក្នុងការបង្កើនកម្លាំងការពារដែលធ្វើឲ្យមេរោគមានឱកាសរីករាលដាលបានយ៉ាងលឿនការចងចាំមេរោគគឺចុះខ្សោយរាងកាយគាត់ពិបាកក្នុងការចំណាំមេរោគដែលគាត់ធ្លាប់ជួបពីមុនរួចទៅហើយធ្វើឲ្យគាត់ងាយប្រឈមនឹងជំងឺឡើងវិញការឆ្លងមេរោគនេះគឺសូម្បីតែបាតដៃរបស់យើងទាំងទ្វេដែលធ្លាប់តែគក់ច្របាច់ស្ទាបអង្អែលដែលធ្វើឲ្យគាត់មានសេចក្តីសុខផ្លូវចិត្តដ៏មហិមានោះប៉ុន្តែវាក៏ជាម្រាមដៃវាក៏ជាបាតដៃដែលយើងតែងតែមើលរំលងហើយអត់បានគិតដល់ពេលខ្លះក៏យើងធ្វើទៅជួបនឹងបញ្ហានៃសុខភាពនេះកើតឡើងតាមរយៈបាតដៃមិនស្អាតបងប្អូនដឹងទេថាក្នុងមួយថ្ងៃបងប្អូនរមែងតែយកបាតដៃទាំងពីរកាន់ប៉ះទៅនឹងរបស់ឬវត្ថុទាំងឡាយដូចជាទូរស័ព្ទដៃដូចជាកម្មចិន្តាឬក៏បង្កាន់ដៃនានាដែលលោកអ្នកតែងតែចុះចិន្តាកាន់ហើយក៏ឡើងទាំងអស់នោះបើសិនជាយើងសង្កេតពិនិត្យឲ្យច្បាស់ទៅគឺនៅលើបង្កាន់ដៃឬក៏ចំណុចណាមួយគឺពោពេញទៅដោយមេរោគរាប់លានក្បាលឯណោះដូច្នេះហើយប្រសិនជាលោកអ្នកភ្លេចខ្លួនតែបន្តិចហើយរឿងនេះគឺជារឿងតូចតាចបំផុតដែលយើងភ្លេចខ្លួនក៏បានធ្វើឲ្យចម្លងនៅមេរោគរាប់លានទាំងនោះអាចចូលទៅក្នុងខ្លួនមនុស្សជាទីស្រឡាញ់បានតាមរយៈការស្ទាបការប៉ះការបញ្ចុកបាយឬក៏ការបីថើបជាដើមឡាបងប្អូនដឹងអត់ដៃយើងនេះគឺប្រៀបដូចជាឡានតាក់ស៊ីដែលដឹកមេរោគដ៏ធំបំផុតទៅរកលោកយាយលោកតាក្នុងមួយថ្ងៃគឺដៃយើងមិនស្អាតទេបងប្អូនគឺយើងកាន់របស់ក្នុងវត្ថុច្រើនណាស់នៅពេលដែលយើងទៅប៉ះតំបន់គ្រោះថ្នាក់ដូចជាភ្នែកច្រមុះមាត់របស់គាត់នោះមេរោគនឹងឆ្លងចូលដល់គាត់ភ្លាមអញ្ចឹងហើយមុននឹងទៅបបោអែឬក៏បញ្ចុកចំណីអាហារក្មួយសូមត្រៀមចំណាយពេល20វិនាទីដើម្បីលាងសម្អាតដៃជាមួយនឹងសាប៊ូឲ្យបានស្អាតបំផុតប្រសិនជាក្មួយស្រឡាញ់ពួកគាត់ត្រូវការពារគាត់នាងខ្ញុំរិទ្ធីពីខែយូដើម្បីស្នាមញញឹមរបស់មនុស្សចាស់សូមអរគុណសូមជម្រាបលា